យបងប្អូនអានេះគេហៅថាដើមកតូននិយាយទៅតាំងពីកើតមកដែរឃើញលើកទី1របស់ខ្ញុំមកដែលអ្នកលក់ក៏ប្រាប់ថាអាចយកទៅស្លឬក៏យកទៅហូបមកលក់ហូបទៅគ្រឿងអីបានអញ្ចឹងណាបងប្អូនច្រឡំបងអានេះមកបាច់មកដែរបងអូអានេះមកបាច់1000រៀលបងប្អូនមកបាច់1000រៀលហើយបើមកលេងនៅខាងផ្សារជនជាតិភាគតិចបងប្អូនអាចទិញយកទៅភ្លក់បានហូបទៅគ្រឿងជាម្លក់អីហ្នឹងណាអានេះវិញបងប្អូនអានេះគេហៅថាមើមចិនដែលគេយកទៅដាំទឹកផឹកធ្វើជាថ្នាំអីចឹងណាមុំនេះគាត់យកមកពីមុំធម្មជាតិអ្នកភូមិយកមកហ្មងបងប្អូននៅខាងក្រៅខ្ញុំនេះគឺជាផ្សាររបស់ជនជាតិភាគតិចបងប្អូននៅក្នុងខេត្តមណ្ឌលគិរីនៅក្នុងក្រុងសែនមនោរម្យបងប្អូនឥឡូវយើងចូលទៅមើលសកម្មភាពនៃបងប្អូនជនជាតិដើមភាគតិចគាត់លក់ដូរមានលក់បន្លែលក់ម្ទេសលក់អីសពគ្រប់ទាំងទៅបងប្អូនហើយការរៀបចំរបស់ពួកគាត់ណាគឺរបៀបនេះឯងដាក់ជាក្តាររបៀបហ្នឹងហើយដាក់បន្លែពីលើអញ្ចឹងណាបងប្អូនមានស្ពៃមានអីសុទ្ធសឹងតែជាបន្លែធម្មជាតិទាំងអស់បងប្អូននិយាយទៅអូតំណងខ្លាំងមែនទែនអូយបងប្អូនសំខាន់គាត់មានលក់ចេកលាក់ចេកអីធំមកមើលទៅចេកនេះដូចជ័រអញ្ចឹងតែធំស្អាតមែនទែនស្តៀងចេកដំបងចេកអីអញ្ចឹងណាហើយនៅខាងនេះអត់សូវប្រើចេកពងមាន់ទេបងមានតែអត់ចេកពងមាន់អូចេកពងមាន់នោះចេកស្រាលមែនចេកខាងលើនោះចេកនាងនួនហើយកំប៉ុងនេះអីគេដែរបងក្រងមែនអីគេអានឹងជ្រក់ក្រងវ៉ាវមានជ្រក់ក្រងទៀតប្លែកមែនអូយបងប្អូនសំខាន់មានទឹកខ្មុំព្រៃមានអីជាដើមអូយបងប្អូននេះទៀបបារាំងល្អមែនទែនហ្មងតែកាត់មកហ្មងដោយសារតែដីនៅនេះល្អភាគច្រើនមិនបាច់ចាំហត់ប្រើជីទេមែនទេបងចាធម្មជាតិចានេះដលងអីគេដែរបងចាដៃខ្លាអូដលងដៃខ្លាបងប្អូនបើសិនជាបានមកខាងមណ្ឌលគិរីកុំភ្លេចមកមើលតំណាំបន្លែនៅខាងផ្សារជនជាតិដើមភាគតិចមានរបស់ប្លែកមែនទែនតែបងពូនងបងអ្នកលក់គាត់ជាជនជាតិដើមពូនងបងប្អូនអញ្ចឹងបានន័យថានៅនេះលាយគ្នាផ្សារជនតែពូនងមួយមុខទេអូអញ្ចឹងបានន័យថាអត់លាយជនជាតិដើមភាគតិចផ្សេងហើយក៏អត់ឲ្យខ្មែរយកមកលក់ដែរដាក់តែមកកដុបហ្នឹងគឺជនជាតិដើមពូនងដោយសារខ្លាចគេយកបន្លែគីមីយកមកលក់អូចាយល់ហើយបងអញ្ចឹងបានន័យថានេះធានាបានសុវត្ថិភាពគឺធម្មជាតិ 100% ហើយចំពោះការរៀបចំរបស់គាត់ផ្សាររបស់គាត់វិញបងប្អូនមានប្រទេសរនាបស័យសម្រាប់ដាំសម្រាប់ដំធ្វើជាប្រភេទចិញ្ចាំងណាហើយក៏មានការដាក់តាំងរូបលក្ខណៈថាជារូបរបស់បងប្អូនជនជាតិដើមភាគតិចដែលគាត់ទៅបេះបន្លែលើកបន្លែយកមកលក់អីចឹងទៅហើយនៅក្នុងផ្សារជនជាតិដើមភាគតិចនេះគឺអត់មានលក់សាច់ជ្រូកសាច់មាន់អីទេបងប្អូនគឺគាត់លក់តែបន្លែធម្មជាតិអីចឹងណាហើយនេះបងប្អូនមានសពគ្រប់បែបយ៉ាងគាត់មានលក់តាំងពីឃ្លោកទៀតបងប្អូនណាគេត្រូវការឃ្លោកអីទិញខាងមណ្ឌលគិរីរតនគិរីអីដឹងតែត្រូវហ្មងឲ្យស្អាតណាក្រាស់ល្អនេះបងប្អូនអ្វីដែលល្បីជាងគេនៅខាងខេត្តមណ្ឌលគិរីគឺបឺបងប្អូននេះអានេះគឺបឺ4មូលអញ្ចឹងបងឲ្យបឺនេះ1គីឡូប៉ុន្មានដែរបងអូបឺនេះ1គីឡូ8000បងប្អូនឈ្ងុយតាចុះអានេះបឺនេះមិនអាឡងអញ្ចឹងបងអាឡងវាពុជវាខុសគ្នាអាគេហៅបឺគេដែរបងអត់ដឹងពួកអីបកមីងពួកអីបឺណាបឺធម្មតាចានេះបឺអីគេបឺធម្មតានេះអត់មានឈ្មោះទេដល់ដឹងតែបឺមណ្ឌលគិរីអូមួយសាច់វាអាឡងសបកវាអាឡងមួយសបកវារាងក្រើមចាតែឆ្ងាញ់ដូចគ្នាបង1គីឡូ8000អានេះហូបបានទេបងនៅទេគាត់តប់ហើយបងប្អូនមកនៅតូបនេះវិញលក់ឡើងអស់លេងហ្មងសល់តែផ្លែនេះដូចជាផ្លែសេដាផ្លែនេះ1គីឡូប៉ុន្មានបងនេះដាំខ្លួនឯងហើយយកមកពីណាដែរបងលើកមកហើយដាំខ្លួនឯងខ្ញុំលក់ខ្លួនឯងឬក៏មិនកសិករវៀតណាមចាហើយសុទ្ធឲ្យបន្លែទាំងអស់ហ្នឹងបងប្អូនគឺគាត់យកមកពីខាងកសិករលើកមកពីកសិករគេអ្នកដាំដែរហើយជាបន្លែធម្មជាតិទាំងអស់ហើយនេះវិញគេហៅស្ពៃអីគេដែរបងរៀងប្លែកអូខណៈពណ៌ស្វាយទទួលប្រៃអីច្រើនអូនៅអ្វីដែលពិសេសផ្សារជនជាតិដើមភាគតិចគឺមានបន្ទប់ទឹកអនាម័យឡើងស្រស់ស្អាតហ្មងណាមានតែប្រហែលតូបទេប៉ុន្តែគឺមានបន្ទប់ទឹកអនាម័យឡើងផ្លឹងហ្មង